របៀបគ្រប់គ្រងពេលវេលាដ៏ឆ្លាតវៃពេលវេលាគឺជាអ្វីដែលយើងទាំងអស់គ្នាមានប៉ុន្តែពេលវេលាត្រូវបាត់ទៅគឺមិនអាចយកវាមកវិញបានទេមួយរៀបចំផែនការប្រចាំថ្ងៃរបស់អ្នកសូម្បីតែការធ្វើផែនការ10នាទីក៏អាចកាត់បន្ថយភាពតានតឹងបានច្រើនម៉ោងដែរនេះមានន័យថាចំណាយពេលវេលា2-3នាទីដើម្បីរៀបចំថ្ងៃរបស់អ្នកដូចជាការសរសេរកិច្ចការក្នុងបញ្ជីឬប្រតិទិនដើម្បីជួយការពារការភាន់ច្រឡំភ្លេចភ្លាំងនិងខ្ជះខ្ជាយពេលវេលានៅពេលក្រោយ2ផ្ដោតលើរឿងមួយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយគឺធ្វើឲ្យអ្នកយឺតនេះមានន័យថាការព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយពិតជាអាចកាត់បន្ថយលទ្ធផលការផ្ដោតលើកិច្ចការមួយធានាគុណភាពនិងប្រសិទ្ធភាពកាន់តែប្រសើរ3ការសម្រាកការសម្រាករយៈពេលខ្លីគឺជួយបញ្ចូលថាមពលខួរក្បាលរបស់អ្នកនិងធ្វើឲ្យអ្នកកាន់តែមានផលិតភាពត្រង់ន័យនេះគឺថាការសម្រាកតិចតួចការពារការអស់កម្លាំងខួរក្បាលរបស់អ្នកធ្វើការបានប្រសើរជាងមុននៅពេលដែលវាមានពេលសម្រាកដូច្នេះការសម្រាកខ្លីពិតជាធ្វើឲ្យប្រសើរឡើងនៅលទ្ធផលទាំងមូលចូលចងចាំថាការគ្រប់គ្រងពេលវេលាឲ្យឆ្លាតវៃមិនមែនមានន័យថាធ្វើច្រើនទេតែវាមានន័យថាធ្វើអ្វីដែលមានសារៈសំខាន់បំផុតបើអ្នកគិតថាវីដេអូនេះល្អសូមចុច like និង share ដើម្បីទទួលបានចំណេះដឹងបន្ថែមសូមអរគុណ